ចាជាបឋមនាងខ្ញុំសូមគោរពជំរាបសួរត្រង់អាដាមលោកស្រីអ្នកនាងកញ្ញាជាទីគោរពសូមគោរពមេដាបដាសិស្សនិងសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះខ្ញុំចនាជាស្ថាបនិករបស់ JC56 និងសាលាអន្តរជាតិ VIP Big Bang ចាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេដាបដាសិស្សបានលើកឡើងជាសំណួរដ៏ល្អមួយសម្រាប់ក្នុងការជាប្រយោជន៍រួមចាសំណួរនេះគឺលោកគ្រូ David គាត់បានលើកឡើងជាសំណួរចុងក្រោយដែលគាត់សួរថាតើមានកត្តាអ្វីខ្លះដែលជួយឲ្យការសិក្សាសិស្សមានប្រសិទ្ធភាពខ្ពស់ដើម្បីឲ្យមេដាបដាសិស្សហ្នឹងគាត់មានការសប្បាយចិត្តចំពោះការសិក្សាកូនរបស់គាត់ចាអញ្ចឹងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ David បានលើកឡើងជាសំណួរដ៏ល្អសម្រាប់ក្នុងការដោះស្រាយជួយមេដាបដាសិស្សចានាងខ្ញុំចនាជាស្ថាបនិកក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដែលមេដាបដាសិស្សតែងតែគ្រប់គ្រងសាលាអន្តរជាតិ JC56 គ្រប់កម្រិតសាលាអន្តរជាតិ VIP Big Bang ចានឹងសាលាគួរអំពរនិង JC56 បរៀនតាមផ្ទះទូទាំងប្រទេសកម្ពុជារបស់នាងខ្ញុំជាង11ឆ្នាំកន្លងមកចាអញ្ចឹងថ្ងៃនេះតាមរយៈបទពិសោធន៍ជាង25ឆ្នាំជាមួយនឹងវិស័យអប់រំនាងខ្ញុំមានការឆ្លើយតបគឺមានកត្តា4យ៉ាងដែលធ្វើឲ្យសិស្សានុសិស្សចាជួយជំរុញគាត់ទទួលបានគុណភាពល្អក្នុងការរៀនសូត្រនិងទទួលបានប្រសិទ្ធភាពខ្ពស់ទី1គឺកត្តាគ្រួសារចាកត្តាគ្រួសារគឺសំដៅទៅលើមេដាបដាសិស្សដែលជាគំរូល្អផ្ដល់សុភមង្គលផ្លូវចិត្តនិងសុភមង្គលផ្លូវកាយទៅដល់គាត់ជាគំរូល្អនៅពេលដែលគាត់សប្បាយចិត្តគាត់ឃើញមេដាបេដាចាមានសុភមង្គលចានៅក្នុងក្រុមគ្រួសារចាមានការលើកទឹកចិត្តគាត់មានសម្ដីសម្ដៅពីរោះពិសាជាគំរូក៏ធ្វើឲ្យគាត់នឹងមានកម្លាំងចិត្តក្នុងការរៀនសូត្រដែរចំណុចទី1ចំណុចទី2គឺកត្តាគ្រូនៅពេលដែលគ្រូគាត់មានអាជីពជាគ្រូបង្រៀនច្បាស់លាស់គាត់មានបេះដូងដោយក្តីស្រឡាញ់គឺដើរតាមជំហានទាំង5នៃកិច្ចការបង្រៀនគាត់បង្រៀនដោយយកចិត្តទុកដាក់ដើម្បីដឹងពីចំណុចខ្លាំងរបស់សិស្សនិងចំណុចខ្សោយរបស់សិស្សនិងសង្ខេបមេរៀនណាដែលសិស្សពិបាកយល់ដាក់មូលដ្ឋានគ្រឹះទៅឲ្យគាត់អញ្ចឹងធ្វើឲ្យសិស្សទទួលបានលទ្ធផលបានលឿនហើយអ្វីដែលសំខាន់នៅពេលដែលគ្រូយកចិត្តទុកដាក់ទំនួលខុសត្រូវលើការបង្រៀនដែលគាត់គិតថាតើធ្វើយ៉ាងណាដើម្បីឲ្យសិស្សគាត់បានលទ្ធផលល្អគឺគាត់តែងតែមានគម្រោងជាមុននិងមានការត្រៀមនៅសម្ភារៈបង្រៀននិងមានតិចនិកបច្ចេកវិទ្យាទំនើបសម្រាប់ឲ្យសិស្សមានការសម័យនៅក្នុងមេរៀននីមួយៗធ្វើឲ្យគាត់ចេះមូលដ្ឋានគ្រឹះច្បាស់អញ្ចឹងធ្វើឲ្យគាត់ចេះប្របែករូបមន្តពេលដែលសិស្សរៀនសប្បាយចិត្តនៅពេលដែលគាត់ជួយចិត្តគ្រូអញ្ចឹងគាត់ក៏ងាយស្រួលក្នុងការចង់រៀនផងដែរអញ្ចឹងការដែលទទួលបានប្រសិទ្ធភាពខ្ពស់នោះគឺអាស្រ័យទៅលើកត្តាមេដាបដាសិស្សនិងកត្តាគ្រូដែលបានសហការគ្នាដូចគ្នាដែរចាចំណុចទី3គឺកត្តាមិត្តភ័ក្តិនៅពេលដែលគាត់ជ្រើសរើសមិត្តភ័ក្តិត្រូវមិត្តភ័ក្តិនាំគាត់រៀនមិត្តភ័ក្តិល្អចាគាត់ធ្វើឲ្យការសិក្សាគាត់មានការរីកចម្រើនផងដែរគឺគាត់មានគំនិតគិតវិជ្ជមានចាមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺមានការស្រាវជ្រាវមានការធ្វើកិច្ចការជាក្រុមមិនថាកុមារតូចមិនថាកុមារអាយុប្រហែលទេនៅពេលដែលគាត់រៀនគឺគាត់ត្រូវការរៀនជាក្រុមនិងរៀនខ្លួនឯងផងដែរចាចំណុចចុងក្រោយគឺកត្តាខ្លួនឯងនៅពេលដែលគាត់ស្វះស្វែងស្រាវជ្រាវចាដាក់ការភាគត្រឹមត្រូវមានវិន័យត្រឹមត្រូវបូកផ្សំជាមួយនឹងមេដាបដាសិស្សនិងលោកគ្រូលើកទឹកចិត្តគាត់ឲ្យគាត់ស្គាល់ពីគោលដៅខ្លួនឯងស្គាល់គាត់ជានរណានៅពេលដែលគាត់ច្បាស់នៅអ្វីដែលគាត់ចង់បានហើយគាត់នឹងយកចិត្តទុកដាក់រៀនសូត្រតាំងពីតូចរហូតដល់ធំធ្វើឲ្យគាត់សម្រេចដល់គោលដៅរបស់គាត់ចាអញ្ចឹងសរុបសេចក្តីមកនៅពេលដែលគាត់ដើរតាមចំណុចទាំង4សុចិត្តពលិដែលជាទ្រឹស្ដីដែលលោកគ្រូអ្នកគ្រូទាំងអស់ឲ្យគាត់រៀនស្ដាប់គិតត្រិះរិះពិចារណាហើយសួរគាត់យកនៅចំណុចធំនេះធ្វើឲ្យគាត់រៀនពូកែហើយនៅពេលដែលគាត់រៀនពូកែចាគាត់ចូលចិត្តគ្រូគាត់ចូលចិត្តមេដាបដាសិស្សហើយគាត់ជាគំរូល្អនៃសង្គមគាត់ជាបញ្ញវន្តមួយអាចជួយសង្គមជាតិមានការរីកចម្រើនដោយសារកុមារជាទម្រាំងសង្កសីនៃប្រទេសជាតិអញ្ចឹងសម្រាប់នេះខ្ញុំសម្រាប់ធ្វើការបកស្រាយនៅប្រធានបទថាតើមានកត្តាប្រមាណយ៉ាងដែលបានជួយជំរុញឲ្យការសិក្សាសិស្សមានប្រសិទ្ធភាពខ្ពស់ក្នុងការរៀនសូត្រគឺមាន4យ៉ាងដោយអ្នកគ្រូបានប្រាប់ចំណុចទាំង4នឹងខាងលើហ្នឹងហើយចំណុចចុងក្រោយខ្លីនោះសួរថាតើកុមារគួរព្រៀនប្រដៅនៅកលៈទេសៈណាហើយអាយុប្រមាណសម្រាប់អ្នកគ្រូមានយោបល់នៅពេលដែលកុមារចេះស្ដាប់កុមារចេះនិយាយគឺយើងអាចព្រៀនប្រដៅគាត់បានគ្រប់ពេលវេលាគ្រប់កលៈទេសៈជាពិសេសយើងជាមេដាបដាឬក៏យើងជាគ្រូបង្រៀនធ្វើជាគំរូឲ្យគាត់មើលចាដើម្បីឲ្យគាត់ទទួលបានគំរូល្អៗគាត់នឹងងាយស្រួលក្នុងការអនុវត្តតាមចាអញ្ចឹងថ្ងៃនេះពេលវេលាអ្នកគ្រូខ្លីអ្នកគ្រូសូមជម្រាបលា